Yashodhara. Cô bácមានរឿងអីនឹងគូបាហេតុអីបត់ត្រង់ព្រះកន្សែងតើអ្នកណាធ្វើអ្វីបត់នឹងគូបាតើមានរឿងអីកើតឡើងទៅហើយđâyបានជាបុត្រីព្រះកន្សែងបែបនេះយ៉ាសុថារ៉ាមានរឿងអីកើតឡើងតើឲ្យខ្ញុំម្ចាស់ទ្រពបានយ៉ាងម៉េចទៅព្រះបើព្រះមេដាអ្នកកង្វៀលកកំពុងតែយកករបស់យាយទៅហើយកនោះសប្បាយចិត្តណាស់បាននៅជាមួយម្ចាស់គេមួយរំពេចនោះស្រាប់តែសេដ្ឋីយកកពីអ្នកកង្វៀលវិញកនោះបានកាច់ចេញហើយមិនព្រមទៅនោះទេគឺគ្រាន់តែរឿងប៉ុណ្្នឹងទេបុត្រីអាចសុំគូនោះឲ្យទៅម្ចាស់គេវិញអញ្ចឹងបានហើយមិនអីទេពិតមែនទេព្រះបិតាពិតមែនហើយបិតានឹងចាត់ការនៅពេលនេះមែនទេព្រះបើចាត់ទុកថាអ្នកកង្វៀលកូននោះជាសិទ្ធិតចាហើយមហាសេដ្ឋីគឺជាទេវទត្តហើយកូននោះគឺជាបុត្រីរបស់ព្រះបិតាយ៉ាសុថារ៉ាបុត្រចង់បាននេះថាម៉េចជាការពិតណាស់ព្រះបើព្រះបិតាបើខ្ញុំម្ចាស់រៀបអភិសេកជាមួយទេវទត្តហើយទៅនៅនគរកបិលភៈតាមការស្នើសុំរបស់ព្រះបិតាខ្ញុំម្ចាស់មិនសប្បាយប្រទេដែលគ្មានស៊ីថាប៉ុន្តែគេស្នើសុំព្រះពេទ្យឆាដើម្បីឲ្យបុត្រីរៀបអភិសេកជាមួយនឹងទេវទត្តហើយប៉ុន្តែខ្ញុំម្ចាស់ចង់រៀបអភិសេកជាមួយស៊ីថាវាអាចទៅរួចដែរទេមិនបានជាដាច់ខាតកំពុងតែបង្ខំបុត្រីយើងហើយនេះជាការជ្រើសរើសរបស់កូនកំឡោះទេព្រះពរខ្ញុំម្ចាស់ស្រឡាញ់ស៊ីថាខ្ញុំម្ចាស់នឹងរៀបអភិសេកជាមួយស៊ីថាខ្ញុំម្ចាស់សពតិស៊ីថាហេតុអីព្រះអង្គជំទាស់ជាមួយនឹងការរៀបអភិសេកយើងដាច់ខាតត្រូវតែប្រឆាំងរឿងនេះយើងមិនចង់ឃើញបុត្រីរបស់យើងខ្លាចជាមហេសីរបស់អ្នកទុនជ្រាយទេព្រះបិតាសុបជារាជកបិលភៈពីរឿងស៊ីថាទៅព្រះពរប្រជារាស្ត្រពេញចិត្តរាជបុត្ររបស់គេណាព្រះប៉ុន្តែនៅពេលដែលមានសង្គ្រាមគឺមិនមានវត្តមានរបស់គេទេព្រោះគេមិនសមជាអ្នកចម្បាំងគឺស៊ីថាប្រយុទ្ធឈ្នះទេវទត្តក្នុងការប្រកួតគ្នារបស់នគរកបិលភៈណាព្រះពរម្ចាស់ព្រោះតែការលេងល្បិចទើបអាចយកឈ្នះទេវទត្តបីដាមិនទទួលស្គាល់ជាដាច់ខាតហើយក៏គ្មានការរៀបអភិសេកជាមួយគេដែរពេលនេះមានតែវិធីមួយគត់ព្រះបិតាធ្វើការសាកល្បងទៅព្រះពរបានបិតានឹងធ្វើការសាកល្បងជាមួយគេនៅក្នុងការប្រកួតរបស់យើងដើម្បីធ្វើការជ្រើសរើសអ្នកដែលមានភាពក្លាហានបុត្រត្រូវតែរៀបអភិសេកជាមួយនឹងអ្នកដែលឈ្នះមិនអាចបដិសេធបានទេឆាប់ឡើងឆាប់ប្រាប់បិតាមកបុត្រព្រមទទួលលក្ខខណ្ឌនេះទេព្រះបិតាធ្វើការសាកល្បងជាមួយព្រះជាថាយ៉ាងណាក៏បុត្រព្រមប៉ុន្តែព្រះសិទ្ធៈពិតជាឈ្នះជាមិនខាននោះទេយើងមិនបានដឹងអ្វីដែលព្រះអង្គដានដាប៉ានីមានព្រះតម្រេះទេទ្រង់ចង់បើកវេទិកានៃការប្រកួតទ្រង់ថាបើព្រះរាជបុត្រអង្គណាឈ្នះការប្រកួតនឹងបានរៀបអភិសេកជាមួយព្រះនាងយ៉ាសុថារ៉ាពិតជាល្អខ្លាំងណាស់ហេតុអីបានជាបារម្ភម្ល៉េះការប្រកួតរបស់មហារាជដានប៉ានីប្រកាសជាទទួលជ័យជំនះដោយសារតែបុត្រទេវទត្តរបស់យើងតែប៉ុណ្ណោះចុះបើព្រះបុត្រាស៊ីថាឈ្នះវិញគិតយ៉ាងម៉េចទៅ
ពេលខ្លះរឿងនេះវាអាចបញ្ចប់ដោយសារតែផែនការរបស់យើងភ្លើងអាចចាត់ការបានគ្រប់យ៉ាង បានន័យថាយ៉ាងម៉េច អូនចង់បានន័យថានៅពេលណាដែលម៉ាំងកាឡាសម្រេចចិត្តអ្វីមួយហើយនៅពេលនោះវាពិតជាកើតឡើងដូចដែលម៉ាំងកាឡាចង់បាន បើសិនជាមានរឿងអ្វីមួយព្រះអាចជួយបានទេតើព្រះអាចជួយព្រះនាងមែនទេយើងគួរតែនិយាយអ្វីជាមួយទ្រង់ទៅព្រោះយើងមិនទាន់ស្គាល់ថាខ្លួនយើងគឺជាអ្នកណាឲ្យប្រកាសផង ពេលនោះព្រះជាថានឹងដឹងដល់ខ្លួនឯងបើសិនជាព្រះជាថាតើនៅក្នុងព្រះនេត្ររបស់ខ្ញុំម្ចាស់ សិដ្ឋាត ស្ដេចយាងព្រះពេតុឆាហេតុអីបានជាព្រះពេតុឆាមកដល់ទីនេះ ព្រះរាជបុត្រឲ្យព្រះមេត្តាហៅព្រះរាជបុត្រថាម៉េចទៅ ហេតុអីក៏មិនបានទូបង្គំក៏ដូចជាបុត្ររបស់ព្រះពេតុឆាដែរ មែនទេព្រះរាជបុត្រតែងតែមានព្រះតម្រិះត្រូវព្រះមេត្តាចង់សួរដល់ព្រះរាជបុត្រអំពីរឿងមួយតើបានដែរទេព្រះរាជបុត្រ សូមមានសវណ្ណីមកចុះ ព្រះរាជបុត្រជ្រាបដែរទេសិដ្ឋាតដែលមហារាជដានដាប៉ានីឲ្យទេវទត្តរៀបអភិសេកជាមួយយ៉ាសូថារាព្រះមេត្តាមិនដឹងថានៅអ្វីដែលកើតឡើងនៅថ្ងៃនេះទេទ្រង់មានព្រះតម្រិះថានឹងរៀបចំការប្រកួតដើម្បីរកអ្នកដែលរៀបអភិសេកជាមួយយ៉ាសូថារាព្រះរាជបុត្រមានជ្រាបរឿងនេះដែរទេ ក្រាបទូលទូបង្គំជ្រាបហើយ ពេលនេះព្រះរាជបុត្រមានជ្រាបទេថានៅក្នុងព្រះនគរមានព្រះរាជបុត្រ2អង្គតែប៉ុណ្ណោះដែលឈ្នះក្នុងការប្រកួតមួយអង្គគឺជាព្រះរាជបុត្រហើយមួយអង្គទៀតគឺជាម្ចាស់បងរបស់ព្រះរាជកុមារ ព្រះពេតុឆាចង់បានអ្វីទៅ ព្រះមេត្តាស្នើសុំរឿងរៀបអភិសេកនេះសូមឲ្យទៅទេវទត្តវិញទៅចុះព្រោះដោយសារតែព្រះធីតាមួយអង្គគត់ធ្វើឲ្យបងប្អូនប្រកួតប្រឆាំងជាមួយនឹងគ្នាព្រះរាជបុត្រមិនបានព្រះតម្រិះពីរឿងនេះទេថាតើវាមានព្រះកិត្តិយសដែរទេដែលព្រះចំណុចត្រូវរៀបអភិសេកមុនម្ចាស់បងនោះនៅពេលនោះព្រះរាជបុត្រឈ្នះម្ចាស់បងព្រះរាជបុត្រប្រកាសជាមិនប្រទានឱកាសឲ្យគេទេព្រះរាជបុត្រមិនចង់ឲ្យម្ចាស់បងរបស់ព្រះរាជបុត្ររៀបអភិសេកជាមួយយ៉ាសូថារាទេមែនទេព្រះមេត្តាមិនចង់ឲ្យព្រះរាជបុត្រទទួលនៅការបរាជ័យទេ តើត្រូវធ្វើយ៉ាងម៉េចទៅ ពិតជាអាចធ្វើបានបើព្រះរាជបុត្រមិនទទួលជ័យជំនះក្នុងការប្រកួតនោះវាអាចដោះស្រាយបានព្រះរាជបុត្រត្រូវតែធ្វើតាមនៅសម្ដីរបស់ព្រះមេត្តាក្រាបទូល មហាទេវីព្រះមហារាជព្រះសិទ្ធត្ថនៈយាងមកហើយព្រះមេមានរឿងអីកើតឡើងទៅហើយអ្វីបានជាព្រះកន្សែងបែបនេះ ខ្ញុំម្ចាស់គឺគ្មានអ្វីជឿដល់ព្រះអង្គទេ
ពិតជាមានបដិសេរីពីរឿងនេះហើយខ្ញុំជ្រើសរើសធ្វើជាមហាទេវីរបស់ព្រះអង្គជាមិនអាចផ្ដល់សុភមង្គលឲ្យបុត្រយើងទេយើងមិនមានសមត្ថភាពគ្រប់គ្រាន់ហើយគេក៏ត្រូវតែមានសិទ្ធិចំពោះរឿងនេះព្រះមហាទេវីវិជាមិនអភ័យទោសឲ្យយើងទេព្រះពរ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនេះបងនឹងធ្វើការប្រកួតប្រជែងរកអ្នកដែលមានសមត្ថភាព តើមានអ្នកណាប្រាប់ដល់ត្រង់ គេប្រាប់ថានឹងធ្វើការប្រឡងសមត្ថភាពរបស់ស៊ីថាតហើយបើនរណាឈ្នះគេនឹងលើកបុត្រីឲ្យរៀបអភិសេកជាមួយហើយនាងនឹងក្លាយទៅជាសន្និសីទរបស់យើងយ៉ាងមានកិត្តិយសគេត្រូវតែគោរពលក្ខខណ្ឌរបស់គេជាមួយយើងហើយបើសិនជាព្រះបុត្រាអង្គណាជាអ្នកឈ្នះគេនឹងមានសិទ្ធិសម្រេចជាមិនខាន តើចាសូថារាមានជ្រាបពីរឿងនេះទេ មិនមែននាងទេដែលជាអ្នកដាក់លក្ខខណ្ឌ អ្នកណាទៅព្រះអង្គ នាងគិតថាស៊ីថាតប្រកាសជាទទួលបានជ័យជំនះនៅក្នុងលក្ខខណ្ឌនេះ តើនឹងមានរឿងអ្វីកើតឡើងនៅពេលនេះទៅបើសិនជាស៊ីថាទទួលបរាជ័យនោះខ្ញុំមិនចាំមិនអាចប្រឈមមុខជាមួយអ្វីដែលកើតឡើងទេមិនពេលម្ចាស់បងមហាមេជាចេញទៅទ្រង់បានផ្ដាំឲ្យយើងថែរក្សាប្រជាបុត្រឲ្យបានល្អ មហាទេវីអូនមិនត្រូវព្រួយប្រទេសរឿងដែលមិនទាន់កើតឡើងទេប៉ុន្តែការប្រកួតរបស់ដណ្ដាបានីគឺជាសមិទ្ធល្អរបស់យើងពេលនោះយុទ្ធធម៌ប្រកាសជាមានយ៉ាងពេញលក្ខណៈជាមិនខានគ្មាននរណាដែលអាចបដិសេធបានទេ តើស៊ីថាអាចប្រឈមជាមួយគេបានទេ មហាទេវីគេគឺជាអ្នកសង្គ្រាមដ៏ក្លាហានម្នាក់គេប្រកាសជាអាចយកឈ្នះអូននឹងបានឃើញការទទួលជ័យជំនះរបស់គេជាមិនខាន យ៉ាសូថារាកំពុងទៅណានឹង គឺខ្ញុំម្ចាស់ចូលគាល់ព្រះសិដ្ឋាខ្ញុំម្ចាស់មានរឿងចង់ទូលត្រង់ អញ្ចឹងហ៎ ហើយទូលត្រង់ពីការប្រកួតទៀតផងគឺដើម្បីឲ្យត្រង់ជ្រាបណាព្រះមេម្ចាស់ ព្រះធីតាសប្បាយប្រតិទៅព្រះរាជបុត្រស៊ីថាប្រកាសជាឈ្នះនៅការប្រកួតនេះបើជ័យជំនះនោះមានភាពយុត្តិធម៌ យ៉ាសូថារា គូបាមកធ្វើអីនៅទីនេះ ព្រះមេដាខ្ញុំម្ចាស់កំពុងតែព្រួយប្រទេសខ្លាំងណាស់រឿងនេះហើយទៅខ្ញុំម្ចាស់មកជួបព្រះចេថាតើព្រះចេថានឹងជួយស្នេហារបស់ខ្ញុំម្ចាស់ដែរទេព្រះបង រជោម្ចាស់អង្គចង់ជួបទេវតាទេ កុំធ្វើឲ្យខ្ញុំម្ចាស់អស់សង្ឃឹមអីព្រះបងខ្ញុំម្ចាស់មិនចង់ឲ្យព្រះចេថាចាញ់ក្នុងការប្រកួតនោះទេព្រះបងម្ចាស់ព្រះចេថាខ្ញុំម្ចាស់មិនស្រឡាញ់ទេវតានោះទេខ្ញុំម្ចាស់ស្រឡាញ់តែព្រះចេថាតែប៉ុណ្ណោះតើទ្រង់សពតិនឹងខ្ញុំម្ចាស់ដែរទេឬក៏ទ្រង់មិនចង់ឈ្នះក្នុងការប្រកួត បងគ្មានជំរឿទេព្រោះបងមិនមែនមនុស្សពិសេសនៅក្នុងការប្រកួត ម្ចាស់បងទេវតាត្រូវរៀបអភិសេកជាមួយម្ចាស់អូន មិនបានទេខ្ញុំម្ចាស់មិនព្រមនោះទេ
ហេតុអីព្រះចេថាមិនសពតិខ្ញុំម្ចាស់ហេតុអីទៅព្រះចេថាព្រះចេថាបានជ្រាបរឿងនេះហើយមែនទេព្រះមេម្ចាស់រូបចម្លាក់មួយនេះក៏មានព្រះនាមរបស់ព្រះចេថាជាមួយដែរបើព្រះចេថាមិនយកឈ្នះការប្រកួតទេនោះពេលនេះរូបចម្លាក់នេះក៏វាគ្មានន័យអ្វីដែរគូបាព្រះរាជបុត្រទ្រង់ព្រះតម្រិះឲ្យបានច្បាស់ទៅព្រះមហាទេវីឲ្យខ្ញុំម្ចាស់ធ្វើជាភិលៀងរបស់ព្រះអង្គខ្ញុំម្ចាស់មិនចង់ឲ្យទ្រង់ធ្វើឲ្យអ្នករាល់គ្នាអស់សង្ឃឹមទេយ៉ាសុថារាមានសវណ្ណនៃត្រូវណាស់ថារាជបុត្រត្រូវតែឈ្នះព្រោះរាជបុត្រស្របប្រតិនឹងការរៀបការអូមេឡាហើយនឹងបាល់ដៃយ៉ាសុថារាស្រឡាញ់រាជបុត្រខ្លាំងណាស់ហេតុអីរាជបុត្រមិនយុត្តិធម៌ចំពោះព្រះនាងយើងគ្មានជំរឿសទេហេតុអីក៏គ្មានព្រោះម្ចាស់បងក៏ចង់រៀបអភិសេកជាមួយព្រះនាងដែរយើងជាព្រះអនុជមិនគួររៀបអភិសេកមុនទេមិនគួរមានបន្ទូលបែបនេះទេព្រះពររាជបុត្រមិនគួរធ្វើឲ្យព្រះមហាទេវីអស់សង្ឃឹមនោះទេតែរាជបុត្រចង់ឃើញយ៉ាសុថារាមានសភាពដូចជាកាញ្ជីនីដែរទេព្រះរាជបុត្រគឺជាបរិសុទ្ធតែម្នាក់គត់ស័ក្តិសមជាមួយព្រះធីតាព្រះរាជបុត្រត្រូវតែដណ្ដើមដើម្បីយកព្រះធីតាមកធ្វើជាគូគប់របស់ព្រះអង្គឲ្យទាល់តែបានទេគូបាព្រះធីតាយ៉ាសុថារាព្រះធីតាយ៉ាសុថារាហេតុអីបានជាម្ចាស់អូនធ្វើបែបនេះម្ចាស់អូនមានរឿងអីកើតឡើងទៅមានរឿងអ្វីមែនទេព្រះចេថាជ្រាបហើយចំពោះរឿងនេះខ្ញុំម្ចាស់មិនព្រមប្រឈមមុខចំពោះរឿងបែបនេះទេគូបាកុំធ្វើចឹងអីម្ចាស់អូនក៏បានឃើញរូបចម្លាក់ហើយដែរមនុស្សលោកត្រូវតែមានអារម្មណ៍ស្នេហាប៉ុន្តែស្នេហារបស់មនុស្សលោកក៏វាមិនថិតថេរជាអមតៈដែរហើយមនុស្សលោកអាចលះបង់ជីវិតចំពោះស្នេហានៅចំពោះមុខអ្នកដែលគេស្រឡាញ់បានការប្រកួតដណ្ដើមយកជ័យជំនះដើម្បីដណ្ដើមយកកូនកំមុំនោះបងចង់សួរម្ចាស់អូនពីរឿងមួយជាមុនសិនអូនអាចធ្វើជាកូនកំមុំរបស់ស៊ីថាតគោដំបានទេហេតុអីបានជាម្ចាស់អូនព្រះកន្សែងបែបនេះម្ចាស់អូនឈប់ព្រួយប្រទេសទៀតហើយខ្ញុំម្ចាស់គិតថាស្មានតែព្រះចេថាបំភ្លេចស្នេហាខ្ញុំម្ចាស់បាត់ហើយ
បងមិនគិតអ្វីដែលបងចង់ធ្វើនោះទេទោះបីជាល្អឬអាក្រក់ក៏ដោយធ្វើយ៉ាងណាឲ្យទេវទត្តទទួលជ័យជំនះអូនច្បាស់ជាភ្ញាក់ផ្អើលថាស៊ីថាត់នឹងទទួលការសំណើអូនបងមកទីកន្លែងនេះដើម្បីប្រាប់អូនរឿងមួយអូនចង់ដឹងអំពីដំណឹងមិនល្អរបស់អូនទេស៊ីថាត់កំពុងតែនៅជាមួយយ៉ាស៊ូថារ៉ាកណ្ដាលរាត្រីនេះជាការពិតណាស់គេភ្លេចពីការប្រកួតហើយឲ្យគេសប្បាយជាមួយស្នេហារបស់គេសិនទៅយើងនឹងរៀបចំផែនការប្រឆាំងជាមួយពួកគេប៉ុន្តែធ្វើយ៉ាងណាកុំឲ្យគេដឹងថាយើងប្រឆាំងជាមួយគេអសោះជាពិសេសធ្វើឲ្យផែនការរបស់យើងព្រោះថាមហារាជដានដាប៉ានីគឺជាអ្នកដែលនៅខាងយើងត្រូវតែរួមគំនិតជាមួយនឹងទ្រង់ឲ្យបានធ្វើយ៉ាងណាឲ្យឈ្នះដល់វេនត្រង់ហើយគឺដាក់នៅត្រង់នេះដើម្បីកាន់មុខសត្រូវមែនហើយក្នុងការប្រកួតសម្រាប់ពិធីរៀបអភិសេកនេះជ័យជំនះត្រូវតែធ្លាក់មកលើទេវទត្តនិងយ៉ាសូថារ៉ាសូមអបអរផង6 1 2 3 4 5 6យើងឈ្នះហើយព្រះម្ចាស់ទូលបង្គំឈ្នះហើយចំណែកទូលបង្គំក៏ចង់ឲ្យទេវទត្តឈ្នះដែរព្រះម្ចាស់ទូលបង្គំកំពុងរៀបចំផែនការហើយព្រះម្ចាស់មិនបាច់បារម្ភទេព្រះអង្គមានបន្ទូលជាការពិតដែរទូលបង្គំចង់ដឹងថាតើការដែលព្រះអង្គលើកយកជាការប្រកួតតើមានអ្វីជាអាចកំបាំងទូលបង្គំចង់ដឹងខ្លាំងណាស់ទេព្រះពរព្រោះជាវាងការលេងល្បិចតើពិតមែនដែរទេមែនទេមហាទេវីលេងល្បិចទេតែលេងល្បិចដល់របៀបណាទេព្រះមហាទេវីប្រកាសជាជ្រាបហើយព្រះមហាទេវីមិនដឹងថាស៊ីថាត់ឈ្នះព្រោះតែការលេងល្បិចនោះទេហើយយ៉ាស៊ូថារ៉ាក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់គេទៅព្រះមហាទេវីនឹងសំតាមបំណងប្រាថ្នាហើយព្រោះយើងមិនចង់ឲ្យមហារាជប្រឈមមុខជាមួយនឹងការអាប់អន់កិត្តិយសរបស់ព្រះមហារាជនោះជាដាច់ខាតដូច្នេះពួកយើងត្រូវតែធ្វើជាសម្ងាត់ដោយយុត្តិធម៌ខ្ញុំម្ចាស់ដឹងពីគំនិតល្អរបស់ព្រះអង្គហើយព្រះពរមិនមែនបែបនោះទេម្ចាស់អូនម្ចាស់អូនមានដឹងទេថាហេតុអីក៏ម្ចាស់បងចង់បានព្រះនាងយ៉ាស៊ូថារ៉ាមករៀបអភិសេកជាមួយទេវទត្តដែរទេទេវទត្តជាអ្នកចម្បាំងចំណែកស៊ីថាត្រឹមតែធ្វើជាអ្នកបួសគេមិនចង់ធ្វើជាអ្នកស្នងរាជទេបងមិនចង់ឲ្យបុត្ររបស់យើងគ្មានអនាគតដូច្នេះបងត្រូវតែធ្វើការសម្រេចចិត្តមិនអាចឲ្យបុត្ររបស់យើងរៀបអភិសេកជាមួយស៊ីថាទេពេលនេះចង់ប្រាប់យើងពីរឿងអ្វីព្រះអង្គបើសិនជាព្រះអង្គចង់ធ្វើអ្វីមួយក្នុងការប្រកួតនោះព្រះអង្គមិនគួរឲ្យអ្នកណាគេជ្រាបពីរឿងទាំងអស់នេះទេព្រះពរម្ចាស់តើពិតមែនដែរទេព្រះអង្គយ៉ាងម៉េចព្រះអង្គគួរតែលាក់ទុកក្នុងប្រទេសទៅព្រះពរក៏បានទូលបង្គំយល់ហើយក្រាបទូលយើងចង់ឲ្យយ៉ាស៊ូថារ៉ារៀបអភិសេកជាមួយនឹងអ្នកចម្បាំងមិនមែនសំខាន់ទៅលើមរតកទេយើងដែលខាតត្រូវតែឈ្នះលើស៊ីថាត់ឲ្យតតែបានមិនអាចបរាជ័យបានទេ
ជាថានៅទីនេះទេខ្ញុំម្ចាស់ដើររកគ្រប់កន្លែងអស់ហើយប្រពើ កូនធាក់ឃ្លានអាហារខ្លាំងពេកហើយគេក៏ដូចជាអូនចឹងដែរគេពិតជាមានចរិតក្លាហានណាស់ គេនឹងយល់នៅពេលដែលព្រះជាថាឲ្យគេឆីអាហារចុះព្រះជាថាយល់អ្វីដែលខ្ញុំម្ចាស់និយាយដែរទេ គូបាម្ចាស់អូនមិនអាចមកជួបបងដូចនេះទេ ហេតុអីមិនបានព្រះពើខ្ញុំម្ចាស់ស្រឡាញ់ព្រះជាថាណា ប៉ុន្តែព្រះបិតារបស់ម្ចាស់អូនកំពុងរៀបចំផែនការនៅក្នុងការប្រកួតលើកនេះម្ចាស់បងប្រហែលជាមិនអាចរៀបអភិសេកជាមួយម្ចាស់អូនក៏ថាបាន ខ្ញុំ ដែរ ម្ចាស់នឹងជំទាស់ជាមួយព្រះបិតាព្រះរាជធីតាក្នុងរាជវង្សរបស់ខ្ញុំម្ចាស់មានសិទ្ធិជ្រើសរើសកូនកំលោះបានមិនថាគេមានការប្រកួតឬមួយក៏គ្មានការប្រកួតក៏ដោយចុះព្រះជាថាខ្ញុំម្ចាស់ជ្រើសរើសយកព្រះជាថាធ្វើជាម្ចាស់ជីវិតហើយខ្ញុំម្ចាស់មិនអាចជ្រើសរើសអ្នកណាផ្សេងទៀតបានទេព្រះពរមិនថាព្រះជាថាឈ្នះឬមួយក៏ព្រះជាថាចាញ់នោះទេ តោះកាន់ថាប្រាប់ព្រះធីតាឲ្យទៅជាមួយយើងទៅតោះទៅ បាទដៃគឺលោកទេ ព្រះរាជបុត្រសិទ្ធត្ថសូមទទួលការគោរពពីទូលបង្គំទូលបង្គំចំកត្រង់តែអង្គឯងប៉ុន្តែ នេះគឺគូបាគឺជាម្ចាស់អូនរបស់យើងគូបានេះគឺជាបាល់ដៃដែលជាស្វាមីរបស់អ៊ូមីឡាមិនបាច់បារម្ភទេនិយាយប្រាប់យើងមកចុះ ទូលបង្គំមានដំណឹងសំខាន់មកទូលថ្វាយព្រះរាជបុត្រគឺថាមានបញ្ហានៅក្នុងនគររបស់ព្រះអង្គហើយនគរកុសលរៀបចំដង្ហែតមចូលមកសច្ចៈវង្សរបស់រាជបុត្រហើយជាក្បួនដង្ហែយ៉ាងធំមកកាន់នគរកបិលភព ហើយអ្វីក៏ព្រះរាជបុត្រមានលក្ខខណ្ឌច្រើនម្ល៉េះយើងត្រូវតែពិសោធន៍ឲ្យដឹងគឺបាល់ដៃជាមនុស្សម្នាក់ដែលព្រះរាជបុត្រជួយមែនទេពិតមែនហើយគេគឺជារាជទូតដែលនគរកោសលបញ្ជូនមកហើយđâyក៏ព្រះរាជបុត្រជឿជាក់លើគេអាចនឹងក្បត់យើងក៏ថាបានដែរព្រោះគេជាគេសម្ងាត់ដូច្នេះហើយគេក៏អាចផ្ដល់ដំណឹងឲ្យទៅនគរកោសលវិញក៏ថាបានដែរទូបង្គំមិនអាចជឿនរណាម្នាក់ក្រៅពីគេនោះទេកុំភ្លេចឲ្យសនសិទ្ធត្ថបាល់ដៃគេអាចរកល្បិចកលដើម្បីនៅចិត្តបុត្រក៏ថាបានហើយដើម្បីយកដំណឹងនេះផ្ដល់ទៅឲ្យនគរកោសលមនុស្សដែលមិនដឹងគុណស្ដេចរបស់ខ្លួនឯងបែបនេះយើងមិនអាចប្រើសម្ព័ន្ធភាពស្មោះត្រង់ជាមួយនឹងគេបាននោះទេត្រូវតែប្រយ័ត្នប្រយែងឲ្យមែនទែនប៉ុន្តែមិនមែនទូទៅទេក្រាបទូលក៏មានមនុស្សខ្លះអាចដឹងគុណអ្នកដែលបានជួយជីវិតគេជាងព្រះនគររបស់ខ្លួនឯងដែរគេគ្រាន់តែចង់ផ្ដល់ដំណឹងឲ្យយើងប៉ុណ្ណោះបាល់ដៃគេបានផ្សងជីវិតព្រោះភាពស្មោះត្រង់ជាមួយទូបង្គំយើងមិនអាចជឿពីសម្ដីរបស់គេទេតែក៏មិនអាចប្រហែសពីរឿងព្រះនគរបានដែរហើយអ្វីក៏គេអាចផ្ដល់ដំណឹងមកឲ្យយើងមុនកេញសម្ងាត់របស់យើងទៅទៀតនោះវាមិនគួរជឿទេយើងមិនចង់បានដំណឹងដែលមិនល្អនោះទេវាអាចធ្វើឲ្យមានបញ្ហាកើតឡើងដល់នគររបស់យើងទាំងពីរ ហេតុអីបុត្រចង់ធ្វើសង្គ្រាមព្រះបិតាគឺជាស្ដេចគ្រប់គ្រងលើនគរទាំងនោះមែនទេប៉ុន្តែมันអាចធ្វើសង្គ្រាមជាមួយសម្ព័ន្ធមិត្តជិតខាងនគរយើងបានទេគេមិនមែនជាសត្រូវយើងឡើយទូលបង្គំគ្រាន់តែចង់ដង្ហែតបទៅសច្ចៈវង្សទេប្រសានាជាតិ
บทដឹងច្បាស់ហើយថាការធ្វើសង្គ្រាមបានអ្វីខ្លះក្រៅពីភាពមហន្តរាយបទចង់ឲ្យនគរទាំងពីរច្បាំងគ្នាតាមមែនទេបទមិនគួរបំពេញប៉ះពាល់ទៅលើនគរគេទេទ្រព្យសម្បត្តិធ្វើសង្គ្រាមយើងថាទទួលរាជបញ្ជាទៅព្រះបិតាផែនទីដែលយើងរៀបចំក្បួនឆ្លងកាត់នគរមគ្គថាតុនិងនគរកោសលហើយយើងត្រូវរៀបចំសេះធ្វើដំណើរឆ្លងទៅនគរកបិលភ័ក្រផ្លូវនេះយើងចូលទៅដល់ឲ្យនគរទេវហៈចូលរួមបើថាផ្លូវនេះមិនមែនទៅទីនោះទេមិនមែនយ៉ាងម៉េចទៅព្រះបិតាមិនមែនទៅទីនោះទេតែទៅនគរសត្យៈយើងត្រូវប្រើវិធីនេះទៅនគរកបិលភ័ក្រហើយបញ្ចុះបញ្ចូលកងទ័ពមគ្គឆេដើម្បីចូលរួមទៅនគរកបិលភ័ក្រឲ្យគេធ្វើការចោះចូលប្រគល់ព្រះនគរតាមសម្រួលឲ្យយើងជាអ្នកកាន់កាប់ដល់ពេលនោះនគរសត្យវង្សស្ថិតនៅក្រោមអំណាចរបស់យើងគ្មានថ្ងៃរើបំរាស់បានឡើយប្រាសាទដាជាគុំគិតថាធ្វើឲ្យនគរសត្យវង្សបានគេមានអំណាចនិងយុទ្ធសាស្ត្រសមរភូមិខ្លាំងជាងបុតហាក់បីដូចជាយកកូនតលូនតែអញ្ចឹងនៅក្នុងរឿងនេះបានមិនសាកល្បងមិនដឹងទេព្រះបិតាមិនគួរលើកកម្ពស់សត្រូវរបស់ខ្លួនឯងនោះទេព្រះបិតាមិនដែលគិតគេថាជាសត្រូវទេគេជាសម្ព័ន្ធមិត្តល្អបុតកំពុងតែបង្កើតសត្រូវហើយទូលបង្គំមិនអាចយកគេជាមិត្តបានទេមិនអាចនោះទេស៊ីថាតអ្នកចម្បាំងត្រូវតែមានភាពមោះមុតនៅក្នុងការធ្វើសង្គ្រាមមិនមែនទុនជ្រាយនោះទេការប្រកួតក៏មិនត្រូវបន្ធូរដៃឲ្យដៃគូតស៊ូដែរបើបុតចង់ធ្វើឲ្យយ៉ាស៊ូថារ៉ាខ្លាចជាកូនកំមុំរបស់បុតត្រូវតែបញ្ចេញស្នាដៃសមត្ថភាពនៅក្នុងការប្រកួតគឺមិនគិតថាទេវទត្តគឺជាម្ចាស់បងបុតទេត្រូវតែប្រយុទ្ធដើម្បីជ័យជំនះបុតត្រូវតែយកឈ្នះលើទេវទត្តឲ្យបាននៅក្នុងការប្រកួតលើកនេះព្រះបិតាកុំព្រួយប្រតិអីទូបង្គំនឹងយកឈ្នះឲ្យបាននៅក្នុងការប្រកួតលើកនេះមិនថាជាប្រាសាទណាជាតិឬក៏ទេវទត្តទេទូបង្គំប្រកាសជាអាចយកឈ្នះបានបងភីលៀងតែបន្ទាត់ត្រង់មិនចាស់អៀនខ្មាស់ទេទីនេះគឺជាស្រះបុកខាត់ទីនេះមានតែស្រីប៉ុណ្ណោះដែលអាចចូលបានហេតុអីក៏ត្រង់ធ្វើបែបនេះយើងដឹងហើយព្រះរាជធីតាយ៉ាស៊ូថារ៉ាប៉ុន្តែយើងមិនស្ដាប់បញ្ជាទេដែលដាក់បំរាមថាមិនអោយប្រុសចូលទីនេះកុំប៉ះពាល់កសលភាពរបស់ខ្ញុំម្ចាស់តែបន្ទាត់បែបនេះមិនល្អទេត្រង់បោះចោលធ្វើអីជារបស់ខ្ញុំម្ចាស់ទេអូមែនហើយយើងភ្លេចឲ្យឈឹងថាវាគ្រាន់តែជារបស់ម្យ៉ាងនៅក្នុងដៃយើងតែប៉ុណ្ណោះតែបតនមិនទាន់ឡើងមកទៀតមិនអីទេចាំយើងយកកោស័យភ័ណ្ឌនេះទៅឲ្យព្រះនាងលាកវាទៅវាសមជាមួយនឹងព្រះនាងខ្លាំងណាស់យ៉ាស៊ូថារ៉ាកន្សែងសុភ័ណ្ឌនេះស្អាតខ្លាំងណាស់ព្រះធីតាពិតជាប្រកែរឹសមែនព្រះមិត្តឆាដឹងថាព្រះធីតាប្រកាសជាចូលចិត្តស្បែកផស្ត្រានេះខ្លាំងណាស់
ព្រោះតែព្រះមេត្តាឆាក៏បានបាក់ស្បៃនេះយ៉ាងពិសេសសម្រាប់ព្រះធីតាដូចគ្នាដែរនៅពេលដែលជាងកាត់ដេរឲ្យមកព្រះមេត្តាឆាបានហៅទេវទត្តឲ្យមកយ៉ាងឆាប់ហើយឲ្យគេនេះឆាប់យកទៅឲ្យព្រះនាងចាប់ឲ្យនៅព្រះមេខ្ញុំម្ចាស់ប្រកាសជាដឹងច្បាស់ថាទេវទត្តបានយកស្បៃនេះមកឲ្យខ្ញុំម្ចាស់នៅក្នុងស្រះបាលខរណីគឺជាកន្លែងស្រីងូតទឹកខ្ញុំម្ចាស់គ្មានអ្វីគោរពទៀតទេខ្ញុំម្ចាស់នឹងយកស្បៃនេះឲ្យមេត្តាឆាក្នុងពេលឆាប់នេះយ៉ាសូថារ៉ាព្រះមេត្តាឆាសូមអភ័យទោសចំពោះកំហុសរបស់ទេវទត្តផងទៅចឹងណាព្រះមេត្តាឆាបានប្រាប់គេឲ្យយកស្បៃនេះទៅឲ្យយ៉ាសូថារ៉ាដូច្នេះហើយមិនបានគិតថាគេទៅស្រះទឹកដើម្បីយកស្បៃទៅឲ្យព្រះធីតានោះទេគេគ្មានបំណងអាក្រក់នោះទេព្រះធីតាដូច្នេះកុំប្រាប់រឿងនេះទៅឲ្យអ្នកណាឲ្យសោះព្រោះព្រះធីតាដឹងដែរទេស្ត្រីម្នាក់គឺធ្វើសង្គ្រាមដ៏ធំមួយរវាងបុរសនៅពេលដែលបានឃើញរូបរាងកាយរបស់យើងដូច្នេះហើយព្រះធីតាមិនចង់បង្កើតសង្គ្រាមកិត្តិយសទេតើពិតមែនទេប៉ុន្តែណាហើយចុះនៅពេលដែលព្រះធីតានៅជាមួយនឹងព្រះរាជបុត្រកណ្ដាលរាត្រីនៅកន្លែងដ៏សែនឆ្ងាយដែលមិនមានអ្នកណាគេដឹងនោះតើវាទៅជាយ៉ាងណាដែរទៅបើព្រះមេត្តាឆាជ្រាបចម្លើយច្បាស់ហើយមេត្តាឆាបញ្យល់រឿងមិនប៉បបីផងទេគេគួរតែចេះមេរៀននេះមុនចេញប្រកួតព្រះមេត្តាឆានឹងអប់រំគេហើយឲ្យគេស្គាល់ពីតម្លៃរបស់ព្រះធីតាទៀតផងបើមិនអញ្ចឹងទេគេនឹងមិនបានរៀបអភិសេកជាមួយព្រះធីតាទេហើយក៏គ្មានអ្នកណាម្នាក់ជួយគេបានដែរហើយនៅថ្ងៃនោះគេត្រូវតែចំណាយពេលទៅរៀនចំណេះទាំងអស់នេះពីព្រះគ្រូអាស្វាប៉ាល់ហើយនឹងរៀនពីការធ្វើសង្គ្រាមនិងច្បាប់របស់ស្ត្រីទៀតផងណាហើយព្រះធីតាដឹងច្បាស់ណាស់ថាទេវទត្តមានកម្លាំងខ្លាំងគ្រាន់តែបន់ស្រន់ព្រះមួយថ្ងៃសម្រាប់ការប្រកួតទៅព្រះធីតាដូច្នេះមិនមានអ្វីកើតឡើងចំពោះស៊ីថាទេបើមិនអញ្ចឹងព្រះមេត្តាឆាមិនបានស្ងប់អារម្មណ៍នោះទេ ពិតជាល្អមែនជួយត្រេកអរផងបុត្រជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់បុត្រធ្វើឲ្យស៊ីថាត់បាក់ស្បាតក្រោកឡើងលេងរួចប៉ុន្តែត្រូវចាំមិនត្រូវឲ្យស៊ីថាត់មានឱកាសតដៃទេបុត្រធ្វើយ៉ាងណាត្រូវការពីបំពង់ករបស់បុត្រកុំឲ្យត្រូវដំបងរបស់គេកុំព្រួយប្រតិយឲ្យសោះព្រះបិតាពេលនេះទូលបង្គំបានដឹងអស់ហើយទូលបង្គំនឹងរុញគេឲ្យចេញពីយ៉ាស៊ូថារ៉ា फिर यशोधरा केवल मेरी होगी केवल मेरी